បបរគ្រឿងសាមញ្ញលោកអើយឆ្ងាញ់ម្នាក់ឯងដិតដៃដិតជើងលិតមាត់លិតដៃលិតជើងម្នាក់ឯងឡើមកចានប៊ឹបត្មងចឹងហើយថ្ងៃនេះគឺមកបង្ហាញពីរបៀបធ្វើបែបងាយងាយលឿនលឿនហើយឆ្ងាញ់ដូចយើងធ្វើនៅខ្មែរទៀតទោះបីជាយើងអត់សូវមានគ្រឿងគ្រប់តែយើងក៏អាចច្នៃយកមកញ៉ាំបានដែរគ្រាន់តែយើងអត់មានជីប៉ុណ្ណឹងឯងអត់មានជីអីគេជីអាណាខ្ញុំចូលចិត្តណាស់បបរដាក់ជីអាណាអូយមកចាប់មាត់ឯណាតាមកមើលពីរបៀបធ្វើបែបងាយងាយលឿនលឿនទាំងអស់គ្នារបៀបខ្ញុំធ្វើគឺងាយងាយលឿនលឿនតែខ្ញុំធ្វើតែបន្តិចទេព្រោះយើងញ៉ាំម្នាក់ឯងអញ្ចឹងណាដំបូងគឺយើងមកចិញ្ច្រាំខ្ទឹមសិនបបរគ្រឿងបើអត់មានខ្ទឹមបំពងដូចអត់ដូចអត់ព្រលឹងបន្ទាប់មកខ្ញុំដាក់ប្រហិតសាច់ត្រីនេះខ្ញុំដាក់តែបន្តិចមួយមុខបន្តិចទេដោយសារតែយើងញ៉ាំម្នាក់ឯងហើយណាមួយបើសិនយើងបបរច្រើនទុកយូរច្រើនថ្ងៃពេកក៏លក្ខណៈថាតលឿនអញ្ចឹងណាយើងញ៉ាំតែម្ដងឬក៏ពីរដងទៅបានហើយរួចហើយយើងហាន់ប្រហិតត្រីមួយមុខទៀតបន្ទាប់មកគឺស្លឹកខ្ទឹមយើងយកគល់វាទុកបង់ហើយយកស្លឹកវាទុកធ្វើលក់បើមានជាអាណាទៀតក៏អែមត្មងហាន់ឲ្យទូចចឹងមកទៅហើយក៏បន្ទាប់មកយើងមកត្រៀមមានដូចជានេះត្រីប្រភេទត្រីសមុទ្រហ្នឹងគឺគេកាត់លក្ខណៈគេភ្លឿយមកឡើងស្អាតហើយគេលាងឡើងស្អាតហើយលក្ខណៈថាវាបាត់ក្លិនអញ្ចឹងខ្ញុំអត់បានធ្វើដោយលក្ខណៈត្រីរ៉ូលយកទៅធ្វើបបរទេគឺខ្ញុំបង់យកគ្នាតែហ្មងហើយជាមួយនឹងកោះមើលចូលចិត្តញ៉ាំមែនតើកោះមើលដាក់បបរហ្នឹងបន្ទាប់មកតាយើងទៅធ្វើទៅមើលពីរបៀបធ្វើទាំងអស់គ្នាលឹកនេះខ្ញុំអត់បង់បាយទេគឺខ្ញុំបង់អង្គប៉ុន្តែខ្ញុំធ្វើតែមួយខ្ញុំអត់ធ្វើច្រើនដងឯងខ្ញុំធ្វើតែមួយឆ្នាំងនឹងទេខ្ញុំបងខ្ទឹមហើយខ្ញុំអត់ដួសខ្ទឹមចាញ់ទេខ្ញុំដាក់អង្គចូលអង្គខ្ញុំដាក់ជាមួយនឹងហៃប៊ីចូលទាំងម្ដងហើយយើងលីងអង្គឲ្យរៀងស្ងួតបន្តិចទៅចាំយើងចាក់ទឹកចូលទាំងម្ដងលក្ខណៈថាយើងធ្វើបែបងាយងាយលឿនលឿនថាបានញ៉ាំព្រោះអីឃ្លានហ៎បន្ទាប់ពីចាក់ទឹកចូលហើយយើងចាប់ផ្ដើមបងកោះមើលចូលមកបងកោះមើលចូលមកអត់ឆ្អាបទេយើងហាន់ទូចហើយយើងលាងនឹងស្អាតដល់ពេលយើងបង់អញ្ចឹងគឺអត់ធ្វើឲ្យត្រីឬក៏បបរយើងមានក្លិនឆ្អាបទេដោយសារត្រីសមុទ្រយើងលាងស្អាតវាអត់មានក្លិនទេបន្ទាប់មកយើងបង់គ្រឿងយើងមកមានម្សៅស៊ុបស្ករហើយនឹងម្សៅស៊ុបគោរបស់កូរ៉េហ្នឹងហើយនឹងទឹកត្រីបន្តិចមករួចជាការស្រេចមួយទៀតហ្នឹងគឺម្រេចកុំភ្លេចឲ្យសោះហើយលៃលោគ្រឿងទៅតាមចំណង់ចំណូលចិត្តរបស់យើងទៅបែបបបរដាក់ម៉េចគ្រឿងម៉េចយើងដាក់តាមនឹងទៅបន្ទាប់មកគឺខ្ញុំបងប្រហិតចូលប្រហិតសាច់ត្រីមាន2តង់មានអាប្រហិតសាច់ត្រីកំប្លែតនិងអាប្រហិតកង់នឹងគឺឆ្ងាញ់មែនទែនបន្ទាប់មកយើងបងផ្សិតចូលមកអត់មានខ្ទឹមបារាំងអត់មានការ៉ុតទេខ្ញុំដាក់តែផ្សិតយកគ្នាតែហ្មងដោយសារតែមកកូនឆ្នាំងហ្នឹងគឺញ៉ាំបាន2ដងបើដាក់ខ្ទឹមបារាំងទៀតដាក់ការ៉ុតទៀតមកហៀឆ្នាំងតែម្ដងដាក់តែប៉ុណ្្នឹងសោះហៀឆ្នាំងបាត់ហើយរួចហើយបងត្រីចូលមកពពួកត្រីហ្នឹងគឺវាសាច់វាផុយល្អមែនទែនសាច់វាផុយហើយយើងអត់ចាំបាច់ទៅធ្វើលក្ខណៈថាយើងរោលត្រីហើយយើងបេះសាច់ត្រីហើយចាំយើងដាក់តាមក្រោយក៏មិនដាក់អញ្ចឹងក៏បានដែរបើសិនជាយើងធ្វើត្រីរស់ត្រីស្រែត្រីដូចយើងនៅស្ទឹងនៅខ្មែរយើងធ្វើត្រីរោលទៅក៏មិនវាឆ្អាបតែដោយសារតែខ្ញុំវាត្រីវាតិចហើយត្រីនឹងវាលក្ខណៈថាស្បែកវាផុយដល់ពេលយើងរោលទៅវាលលេះអស់ហើយហ្នឹងអញ្ចឹងយើងអត់រោលទេយើងបង់យកគ្នាបណ្ដោយដូចយើងធ្វើអីគេអង្គសឡងអង្គប៉ុន្តែមិនស្លអង្គទេគឺបបរហើយបងដើមខ្ទឹមមករួចជាការស្រេចដាក់ម្រេចថែមទៀតមកអូហូយចូលចិត្តជាតិឆ្ងាញ់មែនទែនក្តៅមេឃលឹមតិចត្រឹងបបរក្តៅបែបខ្មែរអញ្ចឹងទៀតរឹតតែឆ្ងាញ់មែនទែនចូលចិត្តណាស់មួយថ្ងៃញ៉ាំ2ដងក៏អត់តលឿនដែរញ៉ាំរាល់ថ្ងៃក៏អត់តលឿនដែរកាលពីខ្ញុំនៅខ្មែរព្រឹកឡើងខ្ញុំទៅធ្វើការខ្ញុំទៅបរៀនមុនចូលបរៀនគឺតែងបបរសិនហើយបបរបិមិនបបរសាច់ជ្រូកទេបបរត្រីហ្នឹងឯងនៅមុខសាលាគេលក់អញ្ចឹងហើយអូយមួយថ្ងៃទិញលឹងអ្នកលក់ស្គាល់មុខឲ្យតែឃើញមុខអត់ចាំបាច់ប្រាប់ថាយកបបរអីទេគឺគាត់ដឹងតែតែយើងយកបបរអីអ្នកគ្រូញ៉ាំអីខ្ញុំដឹងដូចដើមអ្នកគ្រូញ៉ាំអីដូចដើមណាឃើញមុខឈប់ហើយច្រកទុកចាំស្រេចពេលខ្លះព្រោះអាហារពេលព្រឹកយើងទៅងើបធ្វើអាហារពេលព្រឹកមិនទៀតនៅខ្មែរស្រួលសងអីនោះយើងត្រង់ញ៉ាំអាហារពេលព្រឹកបែបម៉េចគ្រាន់តែទៅ
កាន់កតោឬក៏ស្រាក់ខ្លួនឯងយកទៅឲ្យកាត់ច្រកដាក់មកអូយលយឆ្ងាញ់ណាស់អត់មានដូចនៅជប៉ុនទេចង់ញ៉ាំគឺត្រូវតែធ្វើខ្លួនឯងអត់ចេះធ្វើមានតែខលទៅសួរម៉ែឬក៏មើលតាមវីដេអូនឹងឯងមើលតាម YouTube ឬក៏តាម Facebook អីនឹងឯងតែភាគច្រើនមុននឹងខ្ញុំមើលវីដេអូខ្ញុំទេទៅសួរម៉ែខ្ញុំសិន តែទៅសួរម៉ែខ្ញុំសិនពីរបៀបធ្វើឧទាហរណ៍ថាខ្ញុំចង់ញ៉ាំបបរផេកម៉ាក់បបរផេកធ្វើមិនទេតែអូយមើល YouTube តែចាំបាច់សួរទេសួរម៉ែសិនព្រោះម៉ែក៏ធ្វើឆ្ងាញ់ជាង YouTube ហ៎ហ្នឹងហើយបបរគ្រឿងខ្ញុំរួចជាការស្រេចក្តៅក្តៅហយអូយលឹងត្នោមបើសិនជាមានឆាខ្វៃទៀតរត់តែអេមត្មងអូហើយតាអញ្ជើញឆ្ងាញ់ទាំងអស់គ្នាហ្នឹងហើយអរគុណច្រើនបបរគ្រឿងខ្ញុំរួចហើយអរគុណច្រើនមែនទែនដែលតែងតែគាំទ្រដែលតែងតែ like share ហើយនិង comment អរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗ